ដល់ទៅពេលយើងចាល់តម្រេះមែនតែនទៅបងប្អូនមុននឹងទៅផ្សារសួរកូនបងសួរកូនប្អូនសិនថាកូននៅកូនថ្ងៃនេះយើងធ្វើអីហូបបាយនេះម៉ាក់ដូចជាអត់នេះសោះនឹកអត់ឃើញសោះមានណាកូនបងគេគុំយូរហើយគុំឲ្យតែយើងសួរនឹងលេងម៉ាក់អើយស្ងោម្រះញ៉ាំម្ដងទៅព្រោះអីខានស្ងោម្រះយូរហើយដោយសារអីម៉ាក់នេះខ្ជិលពេកស្ងោម្រះវាវែងឆ្ងាយបងប្អូនមិនមែនជារឿងងាយស្រួលប្រហែលទេយើងមើលទៅដូចធម្មតាមួយផ្លេតហើយអញ្ចឹងណាប៉ុន្តែអត់ទេបងប្អូនអើយអាណាយើងយកម្រះយកអីមកឆ្កៀលមកឆ្កឹះអីចឹងមករួចហើយកញ្ច្រាំសាច់លាយសពសារពើអស់ហើយបងប្អូនអើយហើយអ្វីដែលពិបាកគឺល្ងាស់យូរមែនតែនសម្រាប់ខ្ញុំថ្ងៃនេះគឺបានម្រះ1គីឡូបងប្អូនសាច់ជ្រូកកន្លះគីឡូម្រះ1គីឡូហើយសម្រាប់សាច់ជ្រូកគឺថ្ងៃនេះខ្ញុំយកសាច់ជ្រូកស្មាមុខហើយបងប្អូនមិនដឹងបងប្អូនតែបងប្អូនណាដូចខ្ញុំដែរអត់ទេគឺខ្ញុំស្ងោម្រះតែងតែមានការ៉ុតហើយនឹងតិចកដោហើយនឹងស្អីគេផ្សិតខ្មៅចាផ្សិតអូអត់ដូចថាបើមានគឺដាក់មកបងប្អូនអត់បានទេហើយអាជាកដោនេះគឺខ្ញុំចូលចិត្តណាស់លាយជាមួយនឹងសាច់ជ្រូកកច្រាំយើងនឹងដាក់ទៅហើយកោសការ៉ុតដាក់ទៀតបងប្អូនអានេះគឺធ្លាប់ហើយបងប្អូនខ្ញុំចង់បានសោភ័ណភាពស្អាតចាធម្មតាថ្មីដៃយើងហូបធ្វើម្ហូបមិនសូវជាឆ្ងាញ់តែបានសោភ័ណភាពយោងដែរណាយើងធ្វើបែបនេះទៅណាហើយនេះបងប្អូនណាអត់ដែលធ្លាប់ធ្វើសាធ្វើដូចខ្ញុំទៅគឺថាសម្រស់ស្រស់ស្អាតហើយរសជាតិក៏ឆ្ងាញ់ដែរសម្រាប់ខ្ញុំស្ងោម្រះខ្ញុំមិនដែលដាក់មីសួរទេខ្ញុំអត់ចូលចិត្តមីសួរដោយសារតែវាពេលយើងដាក់ទៅវាខាប់ទឹកយើងវារិចខាប់ចឹងវាអត់ចូលចិត្តតែកូនចូលចិត្តតែម៉ាក់អត់សូវចូលចិត្តទៅអត់ម៉ាក់អត់ដែលដាក់ទេពេលយើងល្ងាស់យូរទៅវាខាប់ទឹកអស់ទឹកអលីងចឹងទៅខ្ញុំធ្វើបែបនេះបងប្អូនសម្រាប់ខ្ញុំនេះគឺថាមានតិចកដោមានការ៉ុតខ្ទឹមសកច្រាំខ្ទឹមសហើយនឹងដើមខ្ទឹមម្រេចហើយរ៉ូឌីប៊ីចេងហើយស្ករសតិចមកដាក់ទឹកត្រីឈុចមកគឺថាប្រឡាក់ច្បល់យកគ្នាចឹងទៅណាបងប្អូនគឺយើងច្បល់ឲ្យវារាំងរបៀបថាវាចូលជាតិថ្លុងមួយឲ្យវាមានចូលជាតិគ្នាចឹងហើយយើងក៏យកញាត់ទៅក្នុងម្រះទៅអូបងប្អូនដូចពេលមកមើលវីដេអូនេះហើយខ្ញុំមានអារម្មណ៍ដូចតែឃ្លានសយ៉ឃ្លានអីណាតាពះវិញចឹងណាបងប្អូនពេលឃើញចឹងហើយឃ្លានយកគ្នាហ្មងមានអារម្មណ៍ថាចង់ឃ្លានសយ៉ជៀនមែនតែនប៉ុន្តែអានេះមិនមែនសយ៉ជៀនទេណាបងប្អូនគឺខ្ញុំយកមកញាត់ក្នុងម្រះដើម្បីយកមកស្ងោរចឹងបងប្អូនហើយទៅគឺខ្ញុំធ្វើបែបនេះឯងហើយសម្រាប់ថ្ងៃនេះគឺថាម្រះ1គីឡូអញ្ចឹងហើយខ្ញុំត្រូវការឆ្នាំងរាំងធំបន្តិចដោយសារបើយើងដាក់ឆ្នាំងទូចពេកវាពិបាកកូរពិបាកពេលយើងកូរយើងអីទៅវាពិបាកដាក់គ្រឿងដាក់អីចឹងណាខ្ញុំយកឆ្នាំងរាំងធំបន្តិចដែរបងប្អូនដោយសារម្រះយើងក៏មិនតិចម៉ានដែរហើយណាមួយម្រះមួយខមួយខ្ញុំតែងតែនិយាយថាឲ្យទៅពេលខ្ញុំធ្វើគឺខ្ញុំធ្វើច្រើនហើយដោយសារវាល្ងាស់យូរអញ្ចឹងបើយើងធ្វើតិចយើងខាតអញ្ចឹងខាតពេលវេលាអញ្ចឹងហើយល្ងាស់ម្រះនេះគឺហូបល្ងាស់កាន់តែយូរកាន់តែមានរសជាតិឆ្ងាញ់អញ្ចឹងហើយទៅខ្ញុំសម្រេចចិត្តឲ្យតខហើយនឹងស្ងោរម្រះគឺខ្ញុំធ្វើច្រើនហើយមើលឆ្នាំងផងបងប្អូនគឺថាឆ្នាំងបែបលក្ខណៈគ្រួសារធំហ្មងហើយទៅយើងអាការ៉ុតដែលខ្ញុំចិត្តហើយនឹងស្បែកជ្រូកអីលើកើតហ្នឹងគឺខ្ញុំដាក់ចូលក្នុងពេលទឹកពុះគឺយើងបង់ចូលទៅណាបងប្អូនគឺស្រួលតែឲ្យតែធ្វើអាញាត់ចូលគ្រឿងហើយម្រះញាត់សាច់រួចហើយគឺវាងាយស្រួលទេអត់មានពិបាកអីទេតែដោយសារថ្ងៃនេះខ្ញុំដាំខ្ជូងវាអត់សូវរលូនទេវាយូរបន្តិចបងប្អូនអត់សូវធម្មតាទេអាភ្លើងខ្ជូងនេះវាអែចឹងឯងវាមានអារម្មណ៍ថាវាអត់ទាន់ចិត្តដូចហ្គាសទេប៉ុន្តែដោយសារតែម្ហូបចឹងបើយើងល្ងាស់នឹងហ្គាសគឺឆាអស់ហ្គាសច្រើនណាបងប្អូនអើយដល់ពេលអញ្ចឹងហើយក៏សម្រេចចិត្តថាប្រកាត់ខ្ជូងហើយប្រកាត់ជុងវាងុំល្អពេលល្ងាស់ក្រែកទៅវាឆាប់បានហូបចឹងណាហើយបើតើវាមើលទៅអត់តាន់ចិត្តតែវាងុំល្អឆ្ងាញ់ខហើយនឹងស្ងោរម្រះហ្នឹងយើងប្រកាត់ខ្ជូងចឹងមកគឺងុំល្អណាស់ក្រែកបានហូបចាវារាំងយូរបន្តិចប៉ុន្តែវាងុំល្អអញ្ចឹងសម្រាប់ខ្ញុំម្រះខ្ញុំថ្ងៃនេះខ្ញុំបានដាក់ដុំខ្នុរទេរត់ដល់ខ្ញុំដាក់ស៊ុបដុំស៊ុបមួយដុំដែរដើម្បីឲ្យបង្កើនរសជាតិតែថ្ងៃនេះអត់បានដាក់ទេគឺដាក់តាមអំបិលវិជែងអញ្ចឹងបងតាមនឹងទៅនេះបងប្អូនហើយបន្ទាប់ពីយើងល្ងាស់បានប្រហែលកន្លះម៉ោងអីហ្នឹងកន្លះម៉ោង1ម៉ោងហ្នឹងគឺប្រែពណ៌មកបែបនេះហើយបងប្អូនមិនដែរបងប្អូនមើលទៅរសជាតិគួរជាទីជាប់ចិត្តទេសម្រាប់គេបានអត់ប៉ុណ្ណឹងអាចចូលអាហារដ្ឋានបានអត់ចាហ
ហើយនេះបងប្អូនអើយពេលតែហូបស្ងោរម្រះសូវដាក់បាយច្រើនទេចូលចិត្តហូបតែម្រះក្លុំហូបចឹងបដ ហើយបងប្អូនអើយមកកង់ពីរកង់ម្នាក់ឯងអត់បាត់ទេហើយអាស្ងោរម្រះនឹងទៀតកុំភ្លេចបងប្អូនហាន់ម្ទេសហាន់ខ្ទឹមដាក់ទឹកម្ទេសដាក់ទឹកត្រីផងបងប្អូនអើយអូយគ្មានអារម្មណ៍និយាយទេគឺថាស្រក់ទឹកមាត់តែម្ដងបងប្អូនតោះបងប្អូនញ៉ាំស្ងោរម្រះជាមួយនឹងខ្ញុំកុំភ្លេចធ្វើតាមខ្ញុំឃើញសម្រស់ឲ្យស្រស់ស្អាតទេទោះបីរសជាតិមិនសូវជាបានក៏បានសម្រស់យោងអរគុណច្រើនជម្រាបលាបាយបាយ